nóក្នុង English grade 5 with only អ្នកនរគ្នាហាត់សរសេរបំពេញល្បះនិងឆ្លើយសំណួរខ្លីៗតោះចាប់ដើម writing មានសំណេរ writing សំណេរឬការសរសេរ write the missing words in your notebook ចូលសរសេរពាក្យដែលខ្វះនៅក្នុងសៀវភៅសរសេររបស់អ្នកពាក្យដែលត្រូវបំពេញមាន fish គឺត្រី garlic គឺមើមខ្ទឹមសយើងហ្នឹង honey នេះទឹកឃ្មុំ sales ហ្នឹងលក់ shops នេះគឺហាងឬក៏តូបទាំងអស់នេះរៀនអានជាមួយខ្ញុំ Mrs. Linda and her husband are sellers អ្នកនាង Linda ហើយនឹងប្តីរបស់នាងគឺជាអ្នកលក់ They sell many things ពួកគេលក់របស់របរជាច្រើនយ៉ាង In their shops នៅក្នុងហាងរបស់ពួកគេ She sells នាងលក់ fish and garlic ណានាងលក់ fish ត្រីហើយនឹង garlic មើមខ្ទឹមស Her husband ប្តីរបស់នាង sells លក់ ice cream ការ៉ាម honey ទឹកឃ្មុំ and jam ហើយនឹងដំណាប់អូខេអ្នកទាំងអស់គ្នាហាត់អានសារថ្មី Mrs. Linda and her husband are sellers. They sell many things in their shops. She sells fish and garlic. Her husband sells ice cream, honey, and jam. បន្ទាប់ពីអាននេះហើយអ្នកនរគ្នាបន្តមួយទៀតគឺ remember មានន័យថាចងចាំចូលចងចាំ remember fish ត្រី garlic ខ្ទឹមស honey ទឹកឃ្មុំ ice cream ការ៉ាម jam ដំណាប់អូខេមើលត្រង់នេះ he and she ប្រើប្រភេទកិរិយាសព្ទថែម s sells fish garlic honey ice cream ហើយនឹង jam អូខេបង្កើតនៅសំណួរនេះដោយមើលនេះ What does he or she sell in his or her shop ឥឡូវយើងសរសេរសំណួរជាពីរផ្នែកផ្នែកទី1 What does he sell in his shop អូខេដូច្នេះតើគាត់លក់អ្វីខ្លះក្នុងហាងរបស់គាត់ចម្លើយគឺ He sells ice cream, honey, and jam. គាត់លក់ការ៉ាមលក់ទឹកឃ្មុំហើយនឹងលក់ដំណាប់អូខេសំណួរមួយទៀត What does she sell in her shop ណាតើនាងលក់អ្វីខ្លះនៅក្នុងហាងរបស់នាងចម្លើយ She sells fish នាងលក់ត្រី and garlic នាងលក់ត្រីហើយនឹងលក់មើមខ្ទឹមស